លៀនចូលដំរីដែលស្ថិតនៅមុខប្រាសាទបាយ័នក្នុងបរិវេណអង្គរធំខេត្តសៀមរាបគឺជាសំណង់បុរាណសាងសង់ឡើងនៅសម័យអាណាចក្រអង្គរដោយព្រះបាទជីវមន្ទី7សំណង់នេះមិនមែនជាកន្លែងប្រកួតចូលដំរីទេទោះបីជាព្រះអាទិទេពមានចំណងជាមួយសត្វដំរីតាមរូបចម្លាក់ក្នុងស្ថាបត្យកម្មនោះក៏ដោយពាក្យហៅថាបូលៀនចូលដំរីគឺជាពាក្យប្រើប្រាស់តាមប្រជាប្រិយនិយមរបស់ប្រជាជនមួយចំនួនដែលឃើញថាកន្លែងនោះមានចម្លាក់ដំរីច្រើនប៉ុន្តែតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូនិងអក្សរសាស្ត្រចាស់គេបានអះអាងច្បាស់ថាសំណង់នេះមានឈ្មោះថា Butte Race of the Elephant សំណង់នេះមានប្រវែងប្រហែល350ម៉ែត្រជាសំណង់ថ្មលីជាមួយឥដ្ឋដែលស្ថិតនៅមុខនៃរាជវាំងកណ្ដាលរបស់អង្គរធំវាត្រូវបានប្រើប្រាស់ជាទីធ្លាដើម្បីឲ្យព្រះមហាក្សត្រឡើងលើកម្ពស់និងទិដ្ឋាការយោធាព្រមទាំងទទួលពិធីសាសនាធំជាច្រើនក្នុងរាជដំណើរកាលនោះភាគខាងមុខនៃសំណង់នេះត្រូវបានគេដាក់ចម្លាក់រូបសត្វដំរីជាច្រើនក្បាច់ស្អាតជាមួយព្រះអាទិទេពដែលជិះដំរីកំពុងបង្រៀនដំរីនៅក្នុងខាងលិចនិងខាងកើតក៏មានរូបសត្វសេរីមុខផ្សេងទៀតដូចជាខ្លានិងពស់ដែររូបចម្លាក់ទាំងនេះបង្ហាញពីការគោរពសត្វសេរីនិងការជឿជាក់លើអំណាចសត្វដំរីក្នុងសង្គមខ្មែរបុរាណការមានរូបចម្លាក់ដំរីនេះហើយបានជាគេហៅសំណង់នេះជាលានដំរីប៉ុន្តែមិនមែនជាកន្លែងដែលប្រើសម្រាប់ប្រកួតចូលដំរីដូចដែលមនុស្សសពថ្ងៃយល់ច្រឡំឡើយព័ត៌មានផ្លូវការមិនមានសញ្ញាណាដែលបញ្ជាក់ថាធ្លាប់មានព្រឹត្តិការណ៍ចូលដំរីឬកីឡាសត្វ